សូមគោរពសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមានសិភៅក្បាលអានជូនបងប្អូនទាំងអស់គ្នាស្ដាប់ដែលខ្ញុំស្រង់យកចេញពីសិភៅអ្នកអាចឈ្នះគ្រប់យ៉ាងដែលមាននៅលើពិភពលោកមនុស្សគឺជាភាវៈដែលមានការផ្ដល់ជូនតិចជាងគេមនុស្សមិនអាចហើរបានដូចជាបក្សីមិនអាចរត់លឿនបានដូចជាខ្លាដំបងហើយក៏មិនអាចហែលបានដូចជាសត្វក្រពើថែមទាំងមិនអាចឡើងដើមឈើបានលឿនដូចជាសត្វស្វាដែរមនុស្សមិនមែនមានភ្នែកដូចសត្វឥន្ទ្រីថែមទាំងមិនមានក្រញាំនិងចង្កូមដូចឆ្មាព្រៃផងដែរតាមសភាពជាក់ស្ដែងមនុស្សគ្មានអ្វីជំនួយទេហើយក៏គ្មានអ្វីជាគ្រឿងការពារផងដែរដែលងាយប្រឈមមុខទៅនឹងការយាយីពីសត្វល្អិតផ្សេងទៀតប៉ុន្តែធម្មជាតិពិតជាមានហេតុផលហើយក៏ឆ្លាតដែរកាដូដ៏អស្ចារ្យដែលធម្មជាតិបានផ្ដល់ឲ្យមនុស្សនោះគឺសមត្ថភាពក្នុងការគិតមនុស្សយើងអាចបង្កើតបរិស្ថានសម្រាប់ពួកគេបានផ្ទុយពីសត្វដែលប្រែប្រួលតាមបរិស្ថានអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺមានមនុស្សតិចណាស់ដែលបានប្រើកាដូដ៏មានតម្លៃពីធម្មជាតិនេះគឺសមត្ថភាពក្នុងការគិតឲ្យអស់ពីលទ្ធភាពនៃសក្តានុពលរបស់វាមនុស្សបរាជ័យមានពីរប្រភេទគឺប្រភេទទី1បានតែធ្វើមិនចេះគិតនិងប្រភេទទី2បានតែគិតតែមិនព្រមធ្វើដំណើរឆ្លងកាត់ឆាកជីវិតដោយមិនប្រើសមត្ថភាពក្នុងការគិតប្រៀបដូចជាការតម្រង់កាំភ្លើងដោយគ្មានគោលដៅដូច្នេះដែរជីវិតប្រៀបបានទៅនឹងហាងលក់ម្ហូបអាហារដែលមនុស្សត្រូវរើសដោយខ្លួនឯងអ្នកត្រូវកាន់ថាសរើសយកចំណីអាហារហើយបង់ប្រាក់ទៅឲ្យអ្នកលក់អ្នកអាចជ្រើសរើសចំណីអាហារដែលអ្នកត្រូវការតែអាស្រ័យទៅលើចំនួនប្រាក់ដែលអ្នកមាននៅក្នុងហាងលក់អាហារនេះប្រសិនបើអ្នករងចាំឲ្យអ្នកបម្រើមកបម្រើអ្នកនឹងរងចាំរហូតជីវិតក៏ដូចនេះដែរអ្នកត្រូវរើសយកជម្រើសមួយហើយត្រូវធ្វើការចំណាយដើម្បីទទួលបានជោគជ័យ